នោះណាគេខ្លះស្គាល់ Game Scary Teacher នេះហើយតើអ្នកទាំងអស់គ្នាដឹងរឿងរ៉ាវនៅពីក្រោយ game នេះអត់នៅក្នុងវីដេអូមួយនេះខ្ញុំនឹងនិយាយប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាប្រហែលជាគ្មាននរណាម្នាក់ដែលមិនធ្លាប់ស្គាល់ game នេះទេប៉ុន្តែអ្នកទាំងអស់គ្នាដឹងអត់ថាតើគ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងនឹងជានរណាហើយហេតុអ្វីបានជានាងចូលចិត្តធ្វើបាបក្មេងៗខ្លាំងម្ល៉េះហើយជាមួយនឹងគ្នានេះដែរខ្ញុំនឹងប្រាប់បងប្អូនទាំងអស់គ្នាអំពីមិត្តប្រុសរបស់គ្រូបង្រៀនយើងដូចគ្នាព្រោះគាត់ក៏មិនអន់ជាគ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងដែរហើយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាតើក្មេងទាំងពីរនាក់ឈ្មោះ Nick និង Thani ជានរណាហេតុអ្វីបានជាពួកគេស្អប់គ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងខ្លាំងម្ល៉េះហើយអ្វីដែលពិសេសក្មេងទាំងពីរនាក់នេះក៏មានកម្រងធ្វើបាបគ្រូបង្រៀនរបស់យើងដែរឥឡូវចូលដល់សាច់រឿងរបស់យើងប៉ុន្មានខែមុនមានគ្រូបង្រៀនថ្មីម្នាក់បានចូលបង្រៀននៅសាកលវិទ្យាល័យដ៏ធំបំផុតនៅសហរដ្ឋអាមេរិកនាងមានឈ្មោះថាកញ្ញា Teresa កញ្ញា Teresa បានបង្រៀនមុខវិជ្ជាគណិតវិទ្យានៅក្នុងថ្នាក់របស់នាងប៉ុន្តែចាប់តាំងពីកញ្ញា Teresa ចូលមកបង្រៀននៅក្នុងវិទ្យាល័យនេះមកបរិយាកាសទាំងមូលនៃវិទ្យាល័យបានផ្លាស់ប្ដូរកញ្ញា Teresa ដែលជាអ្នកបង្រៀនសិស្សថ្នាក់ទី6នៅថ្ងៃដំបូងនៃការបង្រៀនរបស់នាងសិស្សពីរនាក់នៅក្នុងថ្នាក់របស់នាងបានចាប់ផ្ដើមលេងសើចក្មេងៗទាំងនោះមិនបានដឹងពីអ្វីសោះអំពីកញ្ញា Teresa ដំបូងឡើយកញ្ញា Teresa បានស្ដីបន្ទោសក្មេងៗទាំងនោះប៉ុន្តែក្មេងៗទាំងនោះមិនស្ដាប់បង្គាប់ឡើយហើយបានចាប់ផ្ដើមលេងសើចម្ដងហើយម្ដងទៀតបន្ទាប់មកកញ្ញា Teresa បានវាយក្មេងទាំងពីរនោះយ៉ាងខ្លាំងរហូតដល់សិស្សពេញមួយថ្នាក់មានការភ័យខ្លាចជាខ្លាំងបន្ទាប់ពីបានឃើញទស្សនវិជ្ជាទាំងអស់នោះនៅពេលដែលកញ្ញា Teresa កំពុងតែវាយក្មេងទាំងពីរនាក់នោះសំឡេងស្រែករបស់ពួកគេបានឮដល់ថ្នាក់ក្បែរនោះទៀតហើយពួកគេក៏មានភាពភ័យខ្លាចយ៉ាងខ្លាំងផងដែរហើយចាប់តាំងពីថ្ងៃនោះមកការភ័យខ្លាចចំពោះកញ្ញា Teresa បានកើនឡើងខ្លាំងនៅក្នុងសាលាដែលមិនត្រឹមតែសិស្សនៅក្នុងថ្នាក់នាងប៉ុណ្ណោះទេសូម្បីតែសិស្សថ្នាក់ធំៗក៏ខ្លាចកញ្ញា Teresa ដែរឥឡូវនេះប្រហែលជាអ្នកកំពុងគិតហើយថាហេតុអ្វីបានជាកញ្ញា Teresa របស់យើងវាក្មេងៗខ្លាំងម្ល៉េះហេតុអ្វីបានជានាងធ្វើបាបពួកគេខ្លាំងម្ល៉េះនៅពេលដែលខ្ញុំបានស្រាវជ្រាវអំពីរឿងនេះខ្ញុំបានរកឃើញចំណុច2ទី1ឪពុករបស់កញ្ញា Teresa ក៏ជាគ្រូបង្រៀនម្នាក់ដែរហើយគាត់តែងតែវាយសិស្សក្នុងថ្នាក់ដែរមិនបានធ្វើកិច្ចការផ្ទះប៉ុន្តែបើពិនិត្យមើលទៅរឿងនេះវាធម្មតាទេគ្រូបង្រៀនណាក៏ធ្វើបែបនេះដែរជាក់ស្ដែងក្មេងណាមិនធ្វើកិច្ចការផ្ទះមុខជាត្រូវគ្រូវាយហើយបន្ទាប់មកមនុស្សម្នាក់ចាប់ផ្ដើមនិយាយថាកញ្ញា Teresa គឺដូចឪពុករបស់នាងបេះបិទប៉ុន្តែសម្រាប់ខ្ញុំវិញមិនគិតបែបនោះតតែសោះខ្ញុំយល់ថាចំណុចទី2មានលទ្ធភាពច្រើនជាងគឺកញ្ញា Teresa មានបញ្ហាផ្លូវចិត្តហើយអ្នកក៏អាចឃើញរឿងនេះនៅក្នុងហ្គេមផងដែរដែលកញ្ញា Teresa បានធ្វើរឿងចម្លែកជាច្រើននៅក្នុងហ្គេមការពិសោធន៍ចម្លែកដូច្នេះដោយឃើញរឿងទាំងនេះយើងអាចនិយាយបានថាប្រហែលជាមានស្ថានភាពផ្លូវចិត្តរបស់នាងខូចខាតទាំងស្រុងតែម្ដងប៉ុន្តែខ្ញុំចង់និយាយថាគ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងគឺកញ្ញា Teresa ត្រូវបានបង្កើតឡើងដោយការយកគំរូតាមតួអង្គម្នាក់គឺកញ្ញា Trunbull នៅក្នុងហ្គេមនាងគឺជាកញ្ញា Teresa ប៉ុន្តែនៅក្នុងជីវិតពិតក្នុងខ្សែភាពយន្តគឺកញ្ញា Trunbull ដែលគេបានបង្កើតជាហ្គេមហើយដាក់ឈ្មោះថាកញ្ញា Teresa តោះឥឡូវនេះយើងមកនិយាយអំពីប្រវត្តិមិត្តប្រុសរបស់គ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងម្ដងគឺគាត់ឈ្មោះថា Francis ជាមេចុងភៅម្នាក់ធ្លាប់ធ្វើការនៅក្នុងសណ្ឋាគារធំមួយគាត់ធ្វើការនៅទីនោះមិនទាន់បានយូរប៉ុន្មានទេប៉ុន្តែមួយរយៈក្រោយមកម្ចាស់សណ្ឋាគារបានបណ្ដេញ Francis ចេញពីកន្លែងការងារដោយសារតែអាកប្បកិរិយារបស់គាត់មិនល្អទាល់តែសោះគាត់មិនដែលនិយាយល្អដាក់នរណាម្នាក់ឡើយហើយតែងតែខឹងសម្បាយ៉ាងខ្លាំងចំពោះរឿងបន្តិចបន្តួចបន្ទាប់មក Francis បានបើកភោជនីយដ្ឋានផ្ទាល់ខ្លួនមួយហើយភោជនីយដ្ឋាននោះក៏ដំណើរការបានយ៉ាងល្អមានមនុស្សជាច្រើនមកញ៉ាំប៉ុន្តែថ្ងៃមួយកញ្ញា Teresa ក៏បានទៅញ៉ាំអីនៅភោជនីយដ្ឋានរបស់ Francis ដែរហើយចាប់ពីពេលនោះមកកញ្ញា Teresa និង Francis បានចាប់ផ្ដើមស្គាល់គ្នា Francis បានលងស្រឡាញ់កញ្ញា Teresa តាំងពីថ្ងៃជួបគ្នាដំបូងប៉ុន្តែកញ្ញា Teresa មិនចូលចិត្ត Francis ទាល់តែសោះប៉ុន្តែ Francis នៅតែតាមសុំស្រឡាញ់កញ្ញា Teresa គាត់ស្ដាប់តាមសម្ដីរបស់នាងគ្រប់ម៉ាត់ព្រមធ្វើការងារគ្រប់យ៉ាងដើម្បីនាងបន្ទាប់មកកញ្ញា Teresa ក៏ចាប់ផ្ដើមចូលចិត្ត Francis ដែរចូលបន្ទាប់មកមានរឿងអ្វីផ្សេងទៀតFrancis ក៏ចាប់ផ្ដើមធ្វើខ្លួនដូចជាគ្រូបង្រៀនគួរឲ្យខ្លាចដែរគាត់ក៏ស្អប់ក្មេងៗនិងធ្វើរឿងឈួតដូចគ្នាប៉ុន្តែបើសិនជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាមិត្តប្រុសចាស់របស់កញ្ញា Teresa កាលពីមុនគឺឈ្មោះ Sam ប៉ុន្តែយើងមិនដឹងថាពួកគេឆ្លោះគ្នាពីរឿងអ្វីនោះទេចុះបើសិនជាខ្ញុំប្រាប់អ្នកទាំងអស់គ្នាថាកញ្ញា Teresa បានសម្លាប់មិត្តប្រុសរបស់ខ្លួនឯងឈ្មោះ Sam អ្នកទាំងអស់នេះជឿអត់
ឥឡូវនេះអ្នកទាំងនេះយល់បានហើយថាកញ្ញាធីរ៉េសាគ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងជាមនុស្សស្រីប្រភេទណានិយាយទៅហ៊ានសម្លាប់សង្សារចាស់ខ្លួនឯងគឺសាហាវព្រីផ្សាយឲ្យអ្នកទាំងអស់គ្នាតោះឥឡូវនេះយើងចូលទៅដល់ប្រវត្តិតួសិស្សរបស់យើងទាំងពីរគឺ Nick និង Thani ហេតុអ្វីបានជាពួកគេធ្វើបាបគ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងខ្លាំងម្ល៉េះរឿងនេះគឺចាប់តាំងពីពេលដែលកញ្ញាធីរ៉េសាបានបង្រៀននៅសាកលវិទ្យាល័យនោះអស់រយៈពេលប្រហែល5ខែមកហើយក្នុងអំឡុងពេលនោះមានក្មេងថ្មីម្នាក់បានចូលរៀនក្នុងថ្នាក់របស់នាងគឺ Nick មិនបានដឹងអ្វីទាល់តែសោះអំពីកញ្ញាធីរ៉េសាថានាងជានារីប្រភេទណានោះទេប៉ុន្តែ Nick គឺជាក្មេងប្រុសម្នាក់ដែលរពឹសខ្លាំងណាស់គេបានចាប់ផ្ដើមលេងសើចនៅក្នុងថ្នាក់របស់នាងបន្ទាប់មកកញ្ញាធីរ៉េសាមិនបាននិយាយអ្វីទាំងអស់នាងបានចាប់ផ្ដើមវាយ Nick ភ្លាមហើយវាយយ៉ាងដំណំតែម្ដងចាប់ពីពេលនោះមកភាពស្អប់ខ្ពើមចំពោះកញ្ញាធីរ៉េសាបានកើតឡើងនៅក្នុងចិត្តរបស់ Nick ដោយសារតែ Nick ខឹងនឹងគ្រូរបស់គេ Nick ក៏បានចាប់ផ្ដើមចូលទៅក្នុងផ្ទះរបស់កញ្ញាធីរ៉េសាហើយបានធ្វើបាបនាងយ៉ាងខ្លាំងនៅក្នុងផ្ទះរបស់នាងផ្ទាល់ឥឡូវនេះយើងចូលសាច់រឿង Thani វិញម្ដងរឿងរ៉ាវគេគឺដូចគ្នាដូចនឹង Nick ដែរកញ្ញាធីរ៉េសាបានវាយ Thani យ៉ាងខ្លាំងដោយគ្មានកំហុសអ្វីទាល់តែសោះThani ចង់សងសឹកប៉ុន្តែនាងមិនដឹងថាអាចធ្វើអ្វីបានទេដោយសារតែនាងធ្វើម្នាក់ឯងអញ្ចឹងនៅពេលដែល Thani ដឹងថាក្មេងប្រុសម្នាក់នៅក្នុងថ្នាក់របស់នាងគឺ Nick កំពុងធ្វើបាបកញ្ញាធីរ៉េសាបន្ទាប់មកពួកគេក៏ចាប់ផ្ដើមណាត់ជួបគ្នារួចហើយពួកគេក៏រួមគ្នាធ្វើបាបគ្រូបង្រៀនគួរឲ្យខ្លាចរបស់យើងសរុបសេចក្តីមកតួអង្គកញ្ញាធីរ៉េសាគឺយកចេញពីរឿងពិតកញ្ញាប្រុញបុលហើយរឿងនេះគឺកើតឡើងនៅក្នុងសហរដ្ឋអាមេរិកអ្នកទាំងអស់គ្នាហើយចង់អ្នកទាំងអស់គ្នាវិញគិតថាសាច់រឿងមួយនេះយ៉ាងម៉េចដែរកុំភ្លេច comment ឲ្យខ្ញុំបានដឹងផងជួបគ្នានៅក្នុងវីដេអូក្រោយៗទៀត